នេះគឺជាសញ្ញាពមៀនទាំង5នៃជំងឺមហារីកមាត់ស្បូនដែលមនុស្សស្រីរបស់យើងគួរតែដឹង Hello សួស្តីអ្នកនរគ្នា welcome back ជួយខ្ញុំទៀតហើយខ្ញុំចេញមួយស្វាគមន៍មកកាន់វីដេអូថ្មីចឹងឃើញខ្ញុំថតកន្លែងដដែលស៊ីកអត់ដដែលគឺមិនមែនវីដេអូដដែលទេគឺវីដេអូថ្មីគាត់ថាអធិស្ឋានអ្នកនរគ្នាដែរព្រោះថាខ្ញុំអត់សូវមានពេលថតទេអញ្ចឹងថតម្ដងគឺថតស្រុកតែម្ដងអញ្ចឹងជាទូទៅស្រីៗរបស់យើងគឺអាចនឹងប្រឈមនឹងជំងឺមហារីកមាត់ស្បូនក្នុងដំណាក់កាលដំបូងឬក៏ធៀមការជំងឺមហារីកមាត់ស្បូនដែលអាចនឹងពុំមានរោគសញ្ញាណាមួយទេរហូតដល់ជំងឺមហារីកនេះវាកាន់តែរីករាលដាលនិងលូតលាស់នៅក្នុងជាលិកាក្បែរចឹងប៉ុន្តែបើសិនបើយើងរកឃើញជំងឺមហារីកដែលសាហាវមួយនឹងបានតន់ពេលនោះឱកាសព្យាបាលបានជាសត្វស្វាក៏វាមានច្រើនដែរអញ្ចឹងស្រីៗគួរតែរៀនសង្កេតពីសញ្ញាពមៀនមួយចំនួនដែលបង្ហាញពីហានិភ័យនៃជំងឺមហារីកមាត់ស្បូនអញ្ចឹងរោគសញ្ញាទាំងអស់ហ្នឹងរួមមានដូចជាធ្លាក់ឈាមពីទ្វារមាសមិនប្រក្រតីឬជាធ្លាក់ឈាមក្រោយពេលដែលយើងរួមភេទធ្លាក់ឈាមក្រោយពេលដែលចូលដល់វ័យអស់រដូវធ្លាក់ឈាមនៅចន្លោះវត្តរដូវឬក៏មករដូវដែលមានរយៈពេលយូរជាងឬក៏ច្រើនជាងធម្មតាហើយមានការឈឺចាប់នៅពេលដែលរួមភេទឈឺចាប់នៅតំបន់អាងតាគៀហើយសញ្ញាពមៀនសំខាន់ទាំង5នៃជំងឺមហារីកមាត់ស្បូនហ្នឹងទី1គឺរមាស់ឬក៏កាហាយនៅក្នុងទ្វារមាសទី2គឺឈឺខ្នងផ្នែកខាងក្រោមឬក៏ឈឺពោះទី3គឺអស់កម្លាំងដោយគ្មានមូលហេតុទី4គឺនោមញឹកញាប់ឬក៏ឈឺនោមភ្លាមទី5គឺហើមពោះហើយសញ្ញានិងរោគសញ្ញាខ្លះនៅពេលដែលជំងឺវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរហ្នឹងមានដូចជាហើមជើងពិបាកនោមឬក៏បន្ទោបង់នោមទាស់អញ្ចឹងវីដេអូមួយនេះគឺមានប៉ុណ្្នឹងទេអ្នកនរគ្នាអរគុណច្រើនសម្រាប់ការទស្សនាបើមានចម្ងល់អាច comment នៅខាងក្រោមវីដេអូឬក៏ឆាតតាមរយៈ page របស់ខ្ញុំបានជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ